ជនជាតិថៃ4នាក់ចាប់ជំរិតស្ត្រីជនជាតិចិនម្នាក់នៅបាងកកត្រៀមយកទៅព្រំដែនថៃមីយ៉ាន់ម៉ាស្ត្រីជនជាតិចិនម្នាក់ត្រូវក្រុមជនល្មើសដែលជាជនជាតិថៃចំនួន4នាក់ប្រើប្រាស់អំពើហិង្សានិងចាប់ជំរិតចេញពីសន្តាគារមួយកន្លែងក្នុងទីក្រុងបាងកកកាលពីថ្ងៃទី23ខែសីហាដោយបានចងដៃស្ត្រីជនរងគ្រោះនិងបង្ខំឲ្យឡើងរថយន្តទៅកាន់ស្រុកម៉ែសូតក្នុងខេត្តតាជិតព្រំដែនមីយ៉ាន់ម៉ាខណៈសមត្ថកិច្ចកំពុងសម្របសម្រួលផ្ដល់កិច្ចការពារដល់ជនរងគ្រោះនិងបន្តស៊ើបអង្កេតស្វែងរកមូលហេតុពិតប្រាកដពេលរថយន្តធ្វើដំណើរមកដល់ខេត្តកំពែងពេជ្រស្ត្រីរងគ្រោះបានសម្រេចចិត្តប្រឈមនឹងគ្រោះថ្នាក់ដោយលោតចេញពីរថយន្តដែលកំពុងបើកបររួចទៅសុំជំនួយពីអ្នកស្រុកក្នុងតំបន់នោះមុនពេលសមត្ថកិច្ចបញ្ជូននាងទៅព្យាបាលនិងពិនិត្យសុខភាពនៅឯមន្ទីរពេទ្យបន្ទាប់ពីទទួលបានការសុំជំនួយសមត្ថកិច្ចបានបើករថយន្តដេញតាមស្ទាក់រថយន្តម៉ាក Nissan Thena ពណ៌ខ្មៅរបស់ក្រុមជនសង្ស័យដែលបានបើករថគេចពីចំណុចត្រួតពិនិត្យរហូតបណ្ដាលឲ្យផ្ទុះកង់ឡានមួយចំហៀងរបស់ជនសង្ស័យជាហេតុធ្វើឲ្យសមត្ថកិច្ចថៃឡោមព័ទ្ធស្ទាក់ចាប់បានជនសង្ស័យទាំងអស់ផងដែរទាញយកថ្នត់អែបឥឡូវនេះដើម្បីទទួលបានព័ត៌មានថ្មី